បញ្យលអត្ថន័យឃ្លាអង់គ្លេស in the back of my mind ជាភាសាខ្មែរនេះគឺជាឃ្លាអង់គ្លេសមួយដែលយើងអាចប្រើដើម្បីសំដៅលើកន្លែងក្នុងចិត្តពិតប្រាកដរបស់យើងឬចិត្តផ្នែកកាន់តែក្នុងឬជ្រៅជ្រៅរបស់យើងដែលគំនិតការចងចាំឬការព្រួយបារម្ភរបស់យើងមានវត្តមាននៅតែតរហូតបើទោះបីជាវាមិនមែនជាអ្វីដែលយើងគិតរហូតក៏ដោយឧទាហរណ៍ I was enjoying the party but in the back of my mind I kept thinking about my unfinished work មានន័យថាខ្ញុំបានកំពុងសប្បាយរីករាយនឹងការជប់លៀងប៉ុន្តែក្នុងចិត្តជ្រៅជ្រៅរបស់ខ្ញុំបានបន្តគិតអំពីកិច្ចការដែលមិនទាន់បានបញ្ចប់របស់ខ្ញុំឧទាហរណ៍មួយទៀត Even though I moved on in the back of my mind I still wonder what could have been មានន័យថាបើទោះបីជាខ្ញុំបានកាត់ចិត្តហើយក៏ដោយក៏នៅក្នុងចិត្តពិតរបស់ខ្ញុំនៅតែឆ្ងល់ពីអ្វីដែលអាចនឹងបានកើតឡើងរវាងយើងបើសិនជាយើងមិនបានបែកគ្នា